នេះយើងមករៀនទាំងអស់គ្នាពីក្រុមថ្នាំមួយក្រុមដែលប្រើសម្រាប់ព្យាបាលទៅលើប្រព័ន្ធរំលាយអាហារឬក៏ប្រដាប់រំលាយអាហារចឹងក្រុមថ្នាំមួយហ្នឹងវាដែលមានឈ្មោះថា Proton Pump Inhibitor ចឹងក្រុមថ្នាំហ្នឹងវាគឺជាថ្នាំដើម្បីប្រើព្យាបាលកាត់បន្ថយនៃការផលិតអាស៊ីតរបស់កាពះដោយទប់ស្កាត់អង់ស៊ីមប្រូតុងប៉ុមហ្នឹងកុំឲ្យវា respond នៅក្នុងការផលិតអាស៊ីតកាពះអញ្ចឹងមានន័យថាវាទៅទប់អង់ស៊ីមហ្នឹងដើម្បីកុំឲ្យផលិតអាស៊ីតកាពះអញ្ចឹងគេប្រើក្រុមថ្នាំហ្នឹងឯងក្រុមថ្នាំអក្សរកាត់របស់គេគេហៅថា PPI ក្រុមថ្នាំនឹងឯងគឺគេប្រើដើម្បីព្យាបាលលក្ខខណ្ឌទូទៅនៃបញ្ហារបស់កាពះឧទាហរណ៍ថាជំងឺច្រាលអាស៊ីតកាពះដបៅកាពះហើយនឹងតកតងទៅនឹងជំងឺកាពះដែលតកតងនឹងការច្រាលអាស៊ីតកាពះនឹងឯងទូទៅអញ្ចឹងនៅក្នុងនេះក៏គេបានបរិយាយអំពីក្រុមថ្នាំ PPI ហ្នឹងប្រូតុងប៉ុមហ្នឹងវាគឺជាអង់ស៊ីមគេបានបរិយាយប្រាប់យើងថាវាជាអង់ស៊ីមមួយយ៉ាងដែលស្ថិតនៅក្នុងស្រទាប់របស់ក្រពះអញ្ចឹងនៅក្នុងស្រទាប់របស់ក្រពះហ្នឹងគឺវាមានអង់ស៊ីមដែលឈ្មោះថាប្រូតុងប៉ុមហ្នឹងឯងអញ្ចឹងប្រូតុងប៉ុមវាមានតួនាទីនៅក្នុងការផលិតអាស៊ីតកាពះវាមានតួនាទីក្នុងការ respond ឲ្យកាពះហ្នឹងផលិតដោយមានការចូលរួមពីអង់ស៊ីមប្រូតុងប៉ុមហ្នឹងឯងដើម្បីផលិតអាស៊ីតកាពះនៅក្នុងកាពះហ្នឹងឯងសួរថាតើការផលិតអាស៊ីតកាពះហ្នឹងវាអាក្រក់ទេសម្រាប់ប្រព័ន្ធរំលាយវាមិនអាក្រក់ទេគឺវាចូលរួមក្នុងការដើម្បីរំលាយនៅអាហាររបស់យើងដែលហូបចូលទៅនឹងប៉ុន្តែនៅពេលណាដែលវាច្រើនអាស៊ីតកាពះលើសលប់ពេកវាធ្វើឲ្យមានបញ្ហាលាកនៅតាមប្រព័ន្ធលាយអាហារបើច្រាលទៅលើលាកកកាពះតែបើលិចទៅក្រោមវាលាកពោះវៀនដើមពោះវៀនតូចអញ្ចឹងតែអញ្ចឹងគោលដៅធំរបស់ក្រុមថ្នាំ PPI នេះក្រុមថ្នាំកាពះនេះគឺគោលដៅគឺដើម្បីទៅទប់អង់ស៊ីមប្រូតុងប៉ុមនឹងឯងដើម្បីកុំឲ្យផលិតអាស៊ីតកាពះនោះហួសហេតុពេកអញ្ចឹងក្រុមថ្នាំនេះគឺដើម្បីកាត់បន្ថយនៅអាស៊ីតដើម្បីបន្ធូរបន្ថយនៅរោគសញ្ញាតាក់ទងទៅនឹងការច្រាលអាស៊ីតកាពះឬក៏តបៅកាពះហើយជាដើមនៅក្នុងក្រុមថ្នាំហ្នឹងគឺមានឈ្មោះដូចអូមេប្រាសូលសូមេប្រាសូលឡង់សូប្រាសូលឬក៏ប៉ង់តូប្រាសូលជំរៀននេះគឺយើងរៀនដើម្បីឲ្យយល់ពីការប្រើប្រាស់គោលដៅនៃការប្រើប្រាស់ថ្នាំក្រុមថ្នាំកាពះតកតងទៅនឹងក្រុមថ្នាំ PPI ហ្នឹងมันមានបំណងនៅក្នុងការប្រម៉ូទអីទេយើងគ្រាន់តែចែករំលែកចំណេះដឹងទាំងអស់គ្នាសូមអរគុណ